បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel Daily View របស់យើងខ្ញុំដែលបងប្អូនធ្លាប់បានទស្សនាមកហើយដែរ Daily View តែងតែពំនាំនៅកម្រងវីដេអូផ្សេងៗពាក់ព័ន្ធជាមួយនឹងការរស់នៅក៏ដូចជាការប្រកបរបរផ្សេងៗរបស់បងប្អូនប្រជាកសិកររបស់យើងដែលលោករស់នៅតាមទីជនបទនោះហើយសម្រាប់ថ្ងៃនេះដែរ Daily View បានពំនាំនៅកម្រងវីដេអូដែលពាក់ព័ន្ធជាមួយនឹងការនេសាទឬក៏ការដើររកត្រីនៅតាមវាលស្រែដោយសម្រាប់រដូវនេះគឺជារដូវវស្សាដូច្នេះបាននិយាយពីបន្លែត្រីសាច់ក៏ដូចជាម្ហូបផ្សេងអាចនិយាយបានថាសម្បូរគ្រាន់បើហើយសម្រាប់នៅថ្ងៃនេះដែរដោយសារកាលពីយប់មិញនោះគឺមានភ្លៀងមួយមេធំគ្រាន់បើដូច្នេះធ្វើឲ្យត្រីជ្រើមជាមួយនឹងទឹកភ្លៀងណាបងប្អូនគួរថាត្រីជ្រើមឡើងពេញភ្លឺតែម្ដងប៉ុន្តែគ្រាន់តែថាត្រីនេះវាមិនជាធំប៉ុន្មានទេណាបងប្អូនណាគ្រាន់តែតូចល្មមតែបើនិយាយពីអារម្មណ៍ពេលនោះវិញណាបងប្អូនគឺថា surprise ដោយដែលពាក្យចាស់លោកនិយាយថារកអូប្រទះឈើណាបងរកអូប្រទះឈើគឺថា surprise គឺវ៉ាវតែម្ដងព្រោះថាតាមពិតទៅកម្រងដែលខ្ញុំដើរនោះគឺពីដំបូងខ្ញុំមិនមានកម្រងដើរចាប់ត្រីនោះទេព្រោះវាភ្លឺហើយមេឃភ្លឺទៅហើយទេកាលពីយប់នោះខ្ញុំក៏បានដើរចាប់បានត្រី 4-5 ដែរប៉ុន្តែមិនបានថតជាវីដេអូជូនដល់បងប្អូនសម្រាប់ទស្សនាទេហើយដល់ឡែកព្រឹកឡើងនោះពេលដែលជូនភរិយារបស់ខ្ញុំទៅធ្វើការក៏ឃើញក្តាមឡើងនៅតាមផ្លូវណាបងប្អូនតាមផ្លូវយើងជិះឡានជិះម៉ូតូនឹងតែម្ដងក្តាមក៏ឡើងច្រើនដែរដូច្នេះសម្រាប់ការដើរនេះគឺខ្ញុំដើរក្នុងគោលបំណងចាប់ក្តាមទេដែលបងប្អូនឃើញពីក្បាលវីដេអូមកគឺនៅក្នុងកំសៀវរបស់ខ្ញុំគឺមានក្តាមមានខ្យងមានត្រីជាដើមចម្រុះតែម្ដងកម្រងគឺចាប់ក្តាមទេប៉ុន្តែដល់ឡែកដើរមកដល់កន្លែងនោះស្រាប់តែកលេចទៅឃើញត្រីច្រើនមែនតើបងប្អូនច្រើនណាស់គូ surprise តែម្ដងគូមានអារម្មណ៍ថាវ៉ាវត្រីច្រើនគឺរំភើបបើសិនជាបងប្អូននៅក្នុងទស្សនវិជ្ជាជាក់ស្ដែងជាមួយនឹងខ្ញុំបាទទើបយល់អារម្មណ៍នេះដល់ពីនិយាយប្រាប់បងប្អូនមិនដឹងថានិយាយប្រាប់យ៉ាងម៉េចឲ្យវាត្រូវទេណាព្រោះអារម្មណ៍ពេលដល់ឃើញគូសប្បាយមែនតើអញ្ចឹងហើយគឺខ្ញុំបានដកទូរស័ព្ទថតតែបើដំបូងមិននឹកឃើញដកទូរស័ព្ទមកថតទេគូយើងខ្វាកជាមួយត្រីណាជាងខ្វាកជាមួយត្រីយើងចាប់តែត្រីទេចាប់បានខ្លះហើយទើបនឹកថាអេប្រសិនបើយើងថតវីដេអូសម្រាប់ផុសជូនពុកម៉ែបងប្អូនទស្សនាប្រហែលជាល្អដូច្នេះខ្ញុំក៏ដកទូរស័ព្ទយកមកថតនេះគឺថតដៃមួយខាងណាបងប្អូនថតម្នាក់ឯងបើសិនជាមានអ្នកជួយថតឲ្យឬក៏មានក្មេងៗមកជួយចាប់ហើយខ្ញុំថតនោះវីដេអូប្រហែលជាគុណភាពល្អតែដោយសារខ្ញុំម្នាក់ឯងទី1យើងកាន់ដៃមួយខាងផងទី2យើងភ័យខ្លាចត្រីរត់ចូលស្រែវិញណាបងប្អូនខ្លាចត្រីរត់ចូលស្រែវិញដូច្នេះវីដេអូរបស់ខ្ញុំបាទនេះរៀងញញីញញ័រតត្រាក់តត្រេកបន្តិចហើយណាបងប្អូនណាប្រហែលជាបងប្អូនទស្សនាប្រហែលជារៀងវិលមុខបន្តិចហើយមកទៅក៏សូមអធិស្ឋានផងដែរប៉ុន្តែដោយសារយើងភ័យយើងខ្លាចថាត្រីវារត់ចូលស្រែវិញយើងចាប់អត់តណាបងប្អូនព្រោះវីដេអូនេះគឺជាវីដេអូពិតជាក់ស្ដែងគឺត្រីឡើងមែនតែម្ដងគឺត្រីស្រែពិតឡើងលើភ្លឺស្រែពិតអត់មានជាការសម្ដែងមានជាការបលែងត្រីហើយចាប់វិញអត់ទេបងប្អូនមើលជាមួយខ្ញុំឃើញឯត្រីនេះគឺខ្លាណាស់គូរត់ប៉ុន្តែចម្លែកវាអត់ខ្លាចមនុស្សទេអត់ខ្លាចមនុស្សតែម្ដងដូចជាកន្លែងនេះអញ្ចឹងបងប្អូនឃើញទេត្រីវាឡើងតាមទឹកហូរណាបងប្អូនដោយសារកន្លែងនេះបាទម្ចាស់ស្រែគាត់ដាក់ទៅយោបង្ហូរទឹកណាបងប្អូនដាក់ទៅយោបង្ហូរទឹកគូត្រីវាឡើងតែពិតត្រីក៏ឡើងពីកន្លែងហ្នឹងហើយក៏វាហូតបាចសាច់ពេញភ្លឺស្រែនឹងតែម្ដងទឹកហូរកាលណាមេឃភ្លៀងចេះណាបងប្អូន
មានទឹកថ្មីហូរមករឹមចេះគឺថាត្រីឡើងបងប្អូននេះมันខ្លាចមិននេះទេបងប្អូនពេលខ្លះណាបងប្អូនឡើងទៅដល់ក្រោមផ្ទះក៏មានបាទព្រោះដោយសារសម្រាប់នៅតំបន់ខ្ញុំនេះគឺយើងផ្ទះបងប្អូនប្រជាពលរដ្ឋយើងខ្លះគឺគាត់ធ្វើនៅវាលស្រែផ្លូវចូលទៅតាមផ្លូវស្រែដូចជានៅកន្លែងនេះជាក់ស្ដែងគឺនេះគឺតាមភ្លឺស្រែដែលចូលផ្លូវចូលផ្ទះបងប្អូនប្រជាពលរដ្ឋយើងទេដោយសារនៅតំបន់នេះគាត់រស់នៅលក្ខណៈជាភូមិចាស់ណាបងប្អូនជាភូមិចាស់ពួកចាស់ពីដើមនៅស្រុកនេះគឺគាត់មានស្រែនៅកន្លែងណាគឺគាត់ធ្វើផ្ទះនៅកន្លែងហ្នឹងដូច្នេះបើផ្ទះគាត់នៅកន្លែងហ្នឹងគឺស្រែរបស់គាត់នៅជុំវិញផ្ទះយ៉ាងងាយស្រួលក្នុងការដកស្ទូងការដាំដុះក៏ដូចជាការប្រមូលផលផ្សេងដូច្នេះហើយសម្រាប់នៅក្នុងរដូវវស្សាអញ្ចេះគឺស្រែព័ទ្ធជុំវិញផ្ទះណាបងប្អូនដូច្នេះទៅសម្បូរត្រីឡើងពេលខ្លះគឺឡើងទៅដល់ចង្ក្រានបាយតែម្ដងមិនបាច់ចឹងនិយាយថាពេលខ្លះយើងនិយាយលេងផងសើចផងយើងជិះថាដាំតែទឹកបេះតែបន្លែចាំត្រីមិនបាច់ដើរចាប់ទេគឺឡើងដល់ចង្ក្រានស្រាប់ចាំតែចាប់ដាក់ក្នុងឆ្នាំងតែម្ដងបងប្អូនបាទអរគុណណាស់ហើយអញ្ចឹងដែរសម្រាប់ការរៀបរាប់របស់ខ្ញុំក៏ជម្រាបរៀបរាប់ជូនពុកម៉ែបងប្អូនទៅប៉ុណ្ណឹងទៅចាស់ហើយជាបន្តទៅទៀតនោះក៏សូមបងប្អូនទស្សនារីករាយទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំបាទទៅតាមការចាក់ស្ដែងព្រោះពេលខ្លះកាលណាខ្ញុំបាននិយាយច្រើនទៅក៏ធ្វើឲ្យរំខានទៅដល់បងប្អូននៅក្នុងការទស្សនាដូច្នេះខ្ញុំបាទក៏សូមដល់ផ្ទះគ្រប់នឹងជម្រាបលាពុកម៉ែបងប្អូនតែត្រឹមប៉ុណ្ណឹងសិនទៅចុះហើយសូមបងប្អូនរីករាយទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំបាទមួយទៀតផងដែរខ្ញុំបាទក៏សូមគោរពអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានចុចជាវនៅ Channel របស់ខ្ញុំបាទក៏ដូចជា Subscribe នៅ Channel របស់ខ្ញុំបាទទៀតចាំហើយសម្រាប់បងប្អូនដែលមិនទាន់ Subscribe ជាមួយនឹងខ្ញុំបាទសូមបងប្អូនជួយ Subscribe ក៏ដូចជាចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីអំពីយើងខ្ញុំក៏ដូចជាការលើកទឹកចិត្តសម្រាប់ខ្ញុំបាទថតនៅវីដេអូផ្សេងដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនាជាបន្តទៀតពេលដែលខ្ញុំបាទសូមគោរពជម្រាបលាពុកម៉ែបងប្អូនជូនពរពុកម៉ែសុខភាពល្អទាំងអស់គ្នាសូមជម្រាបលាត្រីឡើង